សួស្តីបងប្អូនដែលកំពុងតែសិក្សានៅថ្នាក់ទី12ទាំងអស់គ្នាបាទអញ្ចឹងថ្ងៃនេះគឺលោកគ្រូមានវីដេអូមួយថ្មីទៀតហើយទាក់ទងទៅនឹងការហៅឈ្មោះរបស់សមាធិសរីរាង្គបាទអញ្ចឹងនៅក្នុងវីដេអូនេះលោកគ្រូនឹងបង្ហាញអំពីការហៅឈ្មោះរបស់អាមីនថ្នាក់ទី3អញ្ចឹងអាមីនថ្នាក់ទី1និងទី2លោកគ្រូបានធ្វើរួចរាល់ហើយបងប្អូនអាចទៅមើលវីដេអូឡើងវិញបានណាបាទតាអញ្ចឹងថ្ងៃនេះលោកគ្រូមានឧទាហរណ៍ឲ្យបងប្អូនចំនួន2ទាក់ទងទៅនឹងអាមីនថ្នាក់ទី3ចឹងសួរថាតើយើងមើលយ៉ាងម៉េចទើបដឹងថាវាជាអាមីនហើយមើលយ៉ាងម៉េចទើបដឹងថាវាជាអាមីនថ្នាក់ទីប៉ុន្មានបាទចឹងនៅពេលដែលយើងឃើញមានបង្គំនៃទី N បាទភ្ជាប់ជាមួយនឹង radical alkyl អាហ្នឹងមានន័យថាជាអាមីនហើយបាទនឹងសួរថាតើវាជាអាមីនថ្នាក់ទីប៉ុន្មានចឹងបងប្អូនមើលមកបើសិនជា N នេះភ្ជាប់ជាមួយកាបូនចំនួន3អាហ្នឹងគឺជាអាមីនថ្នាក់ទី3ហើយកន្លែងហ្នឹងណាបាទបើវាថ្នាក់2មានន័យថាវាមានកាបូនតែ2ទេភ្ជាប់ជាមួយនឹង N បាទតែឥឡូវយើងមកមើលតកតងទៅនឹងការហៅឈ្មោះរបស់វាវិញបាទឥឡូវយើងមើលរូបមន្ត Stanley ទី1នេះយើងឃើញថាយើងមាន radical air ចំនួន3បាទអានេះគឺ air 1អញ្ចឹងមកបាទ air 1តាំង air 1ទៅអានេះគឺ air 2អានេះគឺ air 3បាទអញ្ចឹងមានន័យថា radical air របស់យើងមាន3អញ្ចឹងយើងមើលថា radical air ទាំង3ហ្នឹងមួយណាដែលមានខ្សែកាបូនវែងជាងគេហើយមានភាពស្មុគស្មាញអាហ្នឹងយើងទុកហៅវានៅក្រោយគេហៅដូចអាមីនថ្នាក់ទី1ដែរអាហ្នឹងណាអញ្ចឹងបើយើងមើលគឺឃើញថា Air 1នេះគឺមានខ្សែកាបូនវែងជាងគេអញ្ចឹងយើងទុកវាហៅក្រោយគេហៅដូចអាមីនថ្នាក់ទី1អញ្ចឹងយើងនៅសល់ Air ចំនួន2ទៀតគឺ Air 2និង Air 3អញ្ចឹងតកតទៅនឹង Air 2 Air 3នេះគឺយើងត្រូវធ្វើការប្រៀបធៀបអក្សរឈ្មោះអក្សរឡាតាំងរបស់វាប្រៀបធៀបខ្សែមេនៃអក្សរឡាតាំងរបស់វាណាបាទចឹងនៅកន្លែងនេះ Air 2គឺកាបូន1អញ្ចឹងមានន័យថាឈ្មោះវាគឺមេទីលគឺអក្សរ M បាទដល់ពេលខាងនេះវិញខ្សែមេនេះគឺមានកាបូនចំនួន2អញ្ចឹងមានន័យថាអានឹងគឺ A ទីលគឺផ្ដើមដោយអក្សរ E អញ្ចឹងបើយើងមើលខាងមើល radical air ទាំងពីរនេះបាទឃើញថាអក្សរ E នេះគឺផ្ដើមដោយអក្សរមុនអញ្ចឹងមានន័យថាអក្សរអង់គ្លេសមុនណាអញ្ចឹងមានថាយើងហៅវាមុនប៉ុន្តែនៅពេលដែលយើងហៅគឺបងអូនត្រូវបញ្ជាក់ N ពីខាងមុខបញ្ជាក់ថា A ទីនេះគឺភ្ជាប់ជាមួយនឹង N គឺរូបដាក់មកគឺ N A ទីលបាទបន្តមកទៀតគឺចូលដល់អក្សរបន្ទាប់នេះគឺអក្សរ M គឺមេទីលអញ្ចឹងលោកគ្រូត្រូវបញ្ជាក់ N ដែរព្រោះមេទីលនេះគឺភ្ជាប់ជាមួយនឹង N ណាបាទអញ្ចឹងគឺ N បាទមេទីលកាបូន1ណាបាទយើងហៅតាម alkyl បន្តមកចូលដល់ air ដែលវែងជាងគេហ្នឹងគឺយើងហៅទៅតាមអាមីនថ្នាក់ទី1គឺយើងហៅឈ្មោះ alkyl បូកប្រឈមបទអាមីនបាទអញ្ចឹងកន្លែងនេះកាបូនរបស់យើងមានប្រមាណយើងរាប់មករកកាបូននៅជាប់ជាមួយ N 1 2 3បាទអញ្ចឹងអត់មានខ្នែងទេអញ្ចឹងមានន័យថាហៅខ្សែមេតែម្ដងឈ្មោះ alkyl បូកចំបត់អាមីនអញ្ចឹងមានន័យថាវាទៅជាកន្លែងនេះកាបូន3មេទីល A ទីល propyl អញ្ចឹង propyl បូកចំបត់អាមីនទៅជា propylalamine កន្លែងនេះណាបាទជាយើងបាន propyl បាទឡាមីនណាបាទនេះគឺជាឧទាហរណ៍ទី1តាឥឡូវយើងមកមើលឧទាហរណ៍ទី2មួយទៀតដើម្បីច្បាស់តែម្ដងបាទតាឥឡូវយើងមើល radical air របស់យើងគឺមានចំនួន3ណាបាទកន្លែងនេះគ្រូតាំងវាដោយ air 1មកបាទនេះគឺ air 2បាទនេះគឺ air 3បាទបន្ទាប់មកយើងចាប់ផ្ដើមមើល radical air ទាំង3ហ្នឹងថាមួយណាដែលមានខ្សែកាបូនវែងជាងគេបាទហើយមានស្មុគស្មាញជាងគេណាគឺ air 1អញ្ចឹង air 1ទុកហៅក្រោយគេហៅដោយអាមីនថ្នាក់ទី1ដែរបាទហើយ air ទាំងពីរនេះ air 2និង air 3នេះគឺដូចគ្នាអញ្ចឹងមានន័យថាយើងហៅបញ្ចូលគ្នាតែម្ដងអញ្ចឹងយើងបញ្ជាក់មកគឺបាទបញ្ជាក់ N ខាងមុន N សម្រាប់ A ទីល1 N មួយទៀតសម្រាប់ A ទីល1ទៀតបាទបន្ទាប់មកដោយសារវាដូចគ្នាពីរអញ្ចឹងលោកគ្រូប្រើពាក្យថា D បាទគឺ DA A ទីលយើងហៅបញ្ចូលគ្នាតែម្ដងណាបាទបន្តមកទៀតគឺយើងហៅ radical air ដែលវែងក្រោយគេតោះឥឡូវធ្វើការបង់លេខអញ្ចឹងលេខ1របស់យើងគឺចេញពីកាបូនដែលភ្ជាប់ជាមួយនឹង N ណា1 2 3 4បើគូរដល់មកក្រោមក៏4ដែរអញ្ចឹងគេយកខ្សែត្រង់ហើយអញ្ចឹងខ្នែងរបស់យើងគឺមានចំនួនបាទមានចំនួន3កន្លែងនេះ1នៅកាបូនទី1នេះគឺចំនួន1ដែរបាទអញ្ចឹងដោយសារតែខ្នែងនេះគឺវាដូចគ្នាចំនួន2តែខុសគ្នា1អញ្ចឹងយើងត្រូវប្រៀបធៀបអក្សរឡាតាំងដើម្បីដឹងថាហៅខ្នែងមួយណាមុនបាទអញ្ចឹងកន្លែងនេះខ្នែងកាបូន1គឺមេទីលផ្ដើមដោយអក្សរ M
សអឹងដល់ពេលនេះផ្នែកកាបូន2គឺផ្ដើមដោយអក្សរ E ចឹងយើងហៅអក្សរ E មុនណាបាទអញ្ចឹងទីតាំងនេះគឺនៅលេខ1អញ្ចឹងគ្រូដាក់មក1បាទឈ្មោះផ្នែករបស់យើងគឺ A ទីលបាទបន្តមកទៀតដោយសារវានៅលើខ្សែតែមួយចឹងគ្រូប្រើជាសញ្ញាសងខាងណាអញ្ចឹងកន្លែងមេទីនេះមាននៅកាបូនទី3ចំនួន2អញ្ចឹងគ្រូដាក់ថា3មួយបញ្ជាក់ថាមេទី1 3មួយទៀតបញ្ជាក់ថាមេទី1ទៀតណាចឹងដោយសារផ្នែកដូចគ្នា2គឺគ្រូប្រើពាក្យថា D បាទ D ហើយឈ្មោះផ្នែករបស់យើងគឺមេទីលបាទបន្តមកគឺខ្សែមេរបស់យើងកាបូនប្រមាណ4បាទគឺកន្លែងនេះមេទីល អេទីល ប្រូពីល ប៊ុយទីលអញ្ចឹងប៊ុយទីលឡាមីនអញ្ចឹងគ្រូសូមដាក់មកក្រោមណាប៊ុយទីលបាទឡាមីនប៊ុយទីលឡាមីនបាទនេះគឺជាការហៅឈ្មោះរបស់អាមីនថ្នាក់ទី3បាទឥឡូវគ្រូដាក់ឲ្យបងប្អូនមួយដើម្បីយកទៅអនុវត្តឲ្យ comment នៅខាងក្រោមវីដេអូនេះបាទហើយគ្រូដាក់ឧទាហរណ៍កន្លែងមួយណាហើយបងប្អូនយកទៅធ្វើខ្លួនឯងបាទអញ្ចឹងនេះជាលំហាត់អនុវត្តសម្រាប់បងប្អូនណាអញ្ចឹងយកទៅអនុវត្តទាំងអស់គ្នាហើយ comment ចម្លើយនៅក្រោមវីដេអូទាំងអស់គ្នាបាទសូមអរគុណសូមជម្រាបលា